អូខេអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀប down simple chat នៅក្នុង Minecraft អញ្ចឹងណាតែនឹងបាន down បានតែនៅលើកុំព្យូទ័រឬក៏ laptop អីហ្នឹងហើយខ្ញុំ down លើ Java អញ្ចឹងអញ្ចឹងជាបងអ្នកនេះចូលមកជ្រោមមកហើយតោះពីអ្នកនេះចូលមកជ្រោមហើយវាយពីនេះ simple chat ហ្នឹងមកហើយលោតបែបនេះហើយចុចតាមខ្ញុំរហូតមកបាទនេះលោតមកអញ្ចឹងណាមកយើងចុចមក like file មកទីអូមកក្រោមមកយើងយកតាម version យើងនេះជាត្រី3មក download file មកយើងរកចាំយើងផែននេះដល់មកឡើងខ្ញុំ download ហើយនេះមើលឡើង download មកនេះវា load នេះ simple អី voice chat fabric នេះអញ្ចឹងអ្នកនេះចូលមកមួយទៀតវាយពាក្យថា fabric ហើយ fabric Minecraft ហើយចូលមកអត់ចុចលើហ្នឹងហ្មងមកចុចពី download សាកនេះ download for Windows ហ្នឹងហើយចុចលើហ្នឹងមកនេះដល់មកខ្ញុំសាកខ្ញុំ download ហើយដល់មកឥឡូវយើងមកចូលមើលក្នុង file យើងហើយចូលមើលឲ្យ download មកពីនេះ fabric ហើយ voice chat ហ្នឹង select វាយកពីហ្នឹងមកហើយអូសវាយកវាចេញក្រៅនេះ move here មកនេះតើមកអ្នកនេះពីហ្នឹងឯងចាអញ្ចឹងចុចបាល់នេះស្នោះនេះចុចបាល់ fabric នេះស្នោះចុច run តើចុច run ហើយវាចេញមកយ៉ាងហ្នឹងនេះហើយមើល version ណាដែលយើងលេងហើយ select យកវាមកអានេះវា select ឲ្យស្រាប់អញ្ចឹងចុចតា install មកហើយនេះវា OK ចុច OK មកតើមកឥឡូវយើងចូលមក Minecraft មកហ្នឹងហើយនេះខ្ញុំលេងលើ T Launcher ហ្នឹងហើយយើងចូលមក file មកនេះបិទនេះមកហើយយើងចូលទៅ like mod នេះ mod ហ្នឹងហើយ mod ហើយមកយើងយក voice chat ហ្នឹងដាក់វាចូលក្នុងនេះមក move here ហ្នឹងមកហើយមានអីទៀតទេចុចមកខាងវិញមកចូលក្នុង game យើងវិញនេះថ្ងៃនេះ select យកនេះបើសិនជាចង់និយាយបានអីចឹងយើងត្រូវលេង fabric នេះវាថាយើង download fabric នេះមកនេះយើងដាក់ចូលមិញហ្នឹងតែសារខ្ញុំ download ហើយចឹងអត់ត្រូវ download ទៀតនេះចូលមកបងអ្នកនេះឃើញ Minecraft fabric mod នេះហើយអញ្ចឹងទីដំបូងអ្នកនេះចូលមក option មកទៅមកយើងចូលមក resource page ហើយវា load ពីនេះមកហើយនេះ classic icon និង icon ហ្នឹងអ្នកនេះចង់យក select mode អសឬក៏រៀងខ្មៅ classic ធម្មតាយកមួយណាក៏បានដែរហើយក៏ black នេះក៏បានដែរពីឲ្យ3ហើយទៅមកខ្ញុំយកធម្មតាស្មើនេះឲ្យវាចុចវាមកខាងនេះមកមកចេញក្រៅវា load មកចឹងទៅមកអ្នកនេះចូល server ធម្មតាមកនេះខ្ញុំលេង server Mikita ហ្នឹងចូលមកធម្មតាមកវានឹងចេញ reset voice បើចង់ដឹងអ្នកនេះចុច SV មកបើវាចូលមកដំបូងវាឲ្យយើងរៀបអីសិនអីវារៀបឲ្យយើងរៀប setting អីចឹងនេះហ្នឹងអ្នកនេះចង់ដាក់ setting រៀបមិនវាក៏បានដែរនេះយើងយក microphone ដាក់ខ្ញុំដាក់ microphone នេះនេះ speaker មកនេះ voice ហ្នឹងហើយបើយើងចង់ចុច ESC មកនេះបើយើងចង់បិទ mood យើងចង់បើក mood យើងចុច SRM មកបើក mood អីបើយើងបិទវិញចុច SRM ដែរមកបើយើងចង់ចូលមើលอะไรមិញយើងចុច SV នេះ V ចេញមកអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀត